ជំរាបសួរខ្ញុំបរមីរាយការណ៍ពីទីតាំងដាក់បង្ហាញរថយន្ត Ford ផ្លាក Made in Cambodia និងមាននៅលើរថយន្ត Ford នៅក្នុងឆ្នាំ2025នេះកាលពីថ្ងៃទី22ខែមេសាឆ្នាំ2025 Ford បានបើកសម្ពោធនៅរោងចក្រដំឡើងគ្រឿងបង្គុំថ្មីរបស់ខ្លួនហើយបោះពាក្យថា Made in Cambodia នៅលើរថយន្តនោះតែម្ដងនេះបង្ហាញថាកម្ពុជាកំពុងតែនៅលើផ្លូវអភិវឌ្ឍឧស្សាហកម្មនិងវឌ្ឍនភាពសេដ្ឋកិច្ចកាលពីកន្លងមកគ្រឿងបង្គុំសំខាន់របស់ Ford ត្រូវបាននាំចូលពីក្រៅប្រទេសដែលមានលេខសម្គាល់យានយន្តរបស់ពួកគេប៉ុន្តែឥឡូវនេះយើងមានសមត្ថភាពនៅក្នុងការដំឡើងគ្រឿងបង្គុំទាំងអស់ដោយខ្លួនឯងហើយអាចដាក់ពាក្យថា Made in Cambodia នៅលើរថយន្តនោះតែម្ដងដូច្នេះហើយឥឡូវនេះ Ford ដំឡើងនៅលើទឹកដីកម្ពុជាដោយដៃប្រជាជនកម្ពុជាហើយការដែលដំឡើងរថយន្តខ្លួនឯងនេះគឺនឹងមានតម្លៃថោកជាងការដែលនាំចូលពីក្រៅប្រទេសក៏ជម្រាបផងដែរថារោងចក្រ Ford បានបើកដំណើរការនៅក្នុងឆ្នាំ2022ក្នុងខេត្តពោធិ៍សាត់ដែលចំណាយទុនចំនួន$21លានលើផ្ទៃដីចំនួន5ហិកតាហើយរោងចក្រថ្មីនេះបានបង្កើនការវិនិយោគរហូតដល់ទៅ$26.8លាននៅលើផ្ទៃដីចំនួន12ហិកតាហើយក៏បញ្ជាក់ផងដែរថាក្រុមហ៊ុនក៏បានបង្កើនសមត្ថភាពនៅក្នុងការផលិតរថយន្តរហូតដល់ទៅ10000គ្រឿងក្នុងមួយឆ្នាំហើយក្រុមហ៊ុនបានដំឡើងរថយន្តសរុបចំនួន7492គ្រឿងរួចមកហើយមានដូចជា Ford Ranger Pickup, Ford SUV, Titanium Everest និង Ford Territory នៅក្នុងពិធីសម្ពោធលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានជំរុញឲ្យអ្នកវិនិយោគជ្រើសរើសប្រទេសកម្ពុជាជាគោលដៅនៅក្នុងការពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនដូចជាក្រុមហ៊ុន Ford ដែរក្នុងនាមជាអ្នកប្រើប្រាស់រថយន្ត Ford លោកហ៊ុនម៉ាណែតបាននិយាយថាប្រជាជនចង់ប្រើប្រាស់រថយន្តដែលដំឡើងនៅក្នុងស្រុកជាជាងនៅក្រៅស្រុកដែលវាពិបាកហើយចំណាយច្រើននៅក្នុងការជួសជុល